ជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់នៅវិស័យកសិកម្មជាពិសេសគឺជាអ្នកដែលចិញ្ចឹមសត្វជ្រូកថ្ងៃនេះខ្ញុំបាទនឹងថតសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងការចិញ្ចឹមជ្រូករបស់ខ្ញុំផ្ទាល់នៅឯផ្ទះរបស់ខ្ញុំផ្ទាល់ហើយខ្ញុំបាទនឹងសូមធ្វើការថតនៅវីដេអូអំពីការចិញ្ចឹមជ្រូកដែលលើកចំណុចមួយចំនួនដើម្បីមកបង្ហាញពុកម៉ែបងប្អូនដែលស្រឡាញ់នៅវិស័យការចិញ្ចឹមជ្រូកដើម្បីយកមកស្វែងយល់ទាំងអស់គ្នាចំពោះពុកម៉ែបងប្អូនដែលជាអ្នកចិញ្ចឹមជ្រូកខ្ញុំគិតថាគាត់ប្រកាសជាដឹងហើយអំពីទីផ្សារក៏ដូចជាតម្លៃជ្រូកនាពេលបច្ចុប្បន្នគឺយើងឃើញថាមានការកើនឡើងល្អប្រសើរដែលធ្វើឲ្យកសិករអាចទប់ទល់នៅក្នុងការចំណាយនៅពេលដែលគាត់បានផលលក់ម្ដងខ្ញុំបាទសង្ឃឹមក៏ដូចជាជឿជាក់ថាតម្លៃជ្រូកនាពេលបច្ចុប្បន្នទៅខាងមុខគឺរឹតតែល្អប្រសើរពីព្រោះថាចាប់តាំងពីយើងមានបញ្ហាជាមួយនឹងប្រទេសសៀមកន្លងមកគឺយើងឃើញថាតម្លៃសត្វរស់គឺមានការហក់ឡើងខ្លាំងមែនទែនមិនថាសត្វជ្រូកមិនថាសត្វគោហើយវាគឺជាឱកាសដែលធ្វើឲ្យកសិករដែលជាអ្នកចិញ្ចឹមគឺគាត់មានភាពសប្បាយចិត្តនៅក្នុងការចិញ្ចឹមជ្រូកហើយខ្ញុំបាទក៏សូមធ្វើការលើកទឹកចិត្តទៅកាន់ពុកម៉ែបងប្អូនដែលស្រឡាញ់នៅវិស័យចិញ្ចឹមសត្វនេះគឺសូមឲ្យពុកម៉ែបងប្អូននៅតែបន្តនៅក្នុងការចិញ្ចឹមទោះបីជាពុកម៉ែបងប្អូនចិញ្ចឹមជាលក្ខណៈគ្រួសារមិនថាមេ1ឬក៏មេ2ក្តីគឺខ្ញុំបាទសូមឲ្យពុកម៉ែបងប្អូននៅតែបន្តនៅក្នុងការចិញ្ចឹមពីព្រោះថាមានតែវិស័យចិញ្ចឹមជ្រូកទេដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពុកម៉ែបងប្អូនជាកសិករដែលអាចឲ្យប្រាក់ចំណូលនៅក្នុងគ្រួសាររបស់យើងបានហើយនេះគឺជាកូនជ្រូករបស់ខ្ញុំដែលទើបតែកើតបានរយៈពេល4ថ្ងៃទេយើងឃើញថាសុខភាពរបស់វាគឺពិតជាល្អខ្លាំងមែនទែនបើសិនបើពុកម៉ែបងប្អូនជាកសិករដែលគាត់ចង់បានយកទៅចិញ្ចឹមសម្រាប់ធ្វើជាសាច់ខ្ញុំគិតថាពុកម៉ែបងប្អូនអាចមើលកូនជ្រូកខ្ញុំបានខ្ញុំនឹងតម្លាក់លេខទូរស័ព្ទជូនពុកម៉ែបងប្អូននៅខាងក្រោមវីដេអូមួយនេះចំណែកឯខាងនេះគឺជាជ្រូកសាច់របស់ខ្ញុំដែលមានអាយុកាល3ខែចូលជិត4ខែហើយក៏ដល់ពេលដែលយើងត្រូវចិត្តនឹងបញ្ចេញដែរហើយគីឡូរបស់វាគឺចន្លោះពី7ទៅ8ជាងហើយពុកម៉ែបងប្អូនបាទហើយទ្រាំទៅដល់ថ្ងៃចាប់អាចដល់900ហើយពុកម៉ែបងប្អូនដែលចង់បានជាមួយនឹងកូនជ្រូកគឺវគ្គនេះគឺខ្ញុំអត់ទុកទេដោយកូនជ្រូកដែលខ្ញុំដាក់បង្ហាញមុនហ្នឹងគឺមានចំនួន24កូនបើសិនជាពុកម៉ែបងប្អូនចង់បានអាចទំនាក់ទំនងមកខ្ញុំតាមរយៈលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅខាងក្រោមជូនពុកម៉ែបងប្អូននៅខាងក្រោមវីដេអូនេះហើយវីដេអូរបស់ខ្ញុំគឺមិនមានអ្វីច្រើនទេគឺខ្ញុំបាទនឹងសូមធ្វើការអរគុណទៅកាន់ពុកម៉ែបងប្អូនដែលតែងតែតាមដានរាល់សកម្មភាពនៃការថតវីដេអូបង្ហាញអំពីការចិញ្ចឹមជ្រូករបស់ខ្ញុំជាលក្ខណៈគ្រួសារក៏ដូចជាការលើកទឹកចិត្តពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចូលចិត្តស្រឡាញ់នៅការផលិតវីដេអូរបស់ខ្ញុំពុកម៉ែបងប្អូនសូមកុំភ្លេចជួយចុច Subscribe ក៏ដូចជាដាក់សញ្ញារូបកណ្ដឹងដើម្បីនឹងលើកទឹកចិត្តឲ្យខ្ញុំបាទធ្វើការផលិតនៅវីដេអូតាក់ទងជាមួយនឹងការចិញ្ចឹមសត្វបន្តទៀតជូនពុកម៉ែបងប្អូនសម្រាប់ទស្សនាហើយខ្ញុំបាទសូមធ្វើការអរគុណសូមគោរពជម្រាបលា